នេះគឺជា Honor 600មើលមកភ្លាមគឺតាក់ទាញមែនទែនទៅលើរូបរាងក៏ដូចជាការ design ផ្នែកខាងក្រៅរបស់វាហើយក៏មានការ update ជាច្រើននៅផ្នែកខាងក្នុងដែរបងប្អូនជាមួយនឹង Honor 600នេះណានិយាយទៅមិនមែនតែតកូល Honor 600នោះទេ Honor ផ្សេងៗប្រភេទ mid rank អីគឺក្រុមហ៊ុន Honor គឺតែងតែហៅថាញាត់ជាមួយនឹងមុខងារ AI ក៏ដូចជាការ update ទៅលើមុខងារផ្សេងៗប្លែកៗដើម្បីយើងប្រើប្រាស់ឲ្យចឹងទៅហើយទៅលើទំហំថ្មអីក៏ធំដែរហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេបងប្អូន Honor 600នេះគឺ material ក៏ដូចជាការ design ផ្នែកខាងក្រៅមែនតើបើបានកាន់ផ្ទាល់មិនដឹងបងប្អូននេះខាងក្រៅរបស់វានេះ frame ចូលវិញគឺជាប្រភេទ aluminum កាន់មកគឺស្អាតមែនតើហើយខាងក្នុងវាគឺជាប្រភេទ plastic ទេប៉ុន្តែគាត់ថានេះគឺអត់ស្រូបកញ្ចៅដៃរបស់យើងទេវាអត់មានថាដៃសើមអីកាន់ទៅបតិបតាអីញញ៉ៃទេអានេះអត់មានទេហើយសម្រាប់ការ design ខាងនេះគឺយើងមានឃើញជាមួយនឹងដូច action button នៅលើ iPhone អញ្ចឹងតែគាត់ថានេះគឺយើងអាចបញ្ជាបានទៅលើការចុចបញ្ជាបើកកាមេរ៉ាឬក៏មុខងារផ្សេងៗយើងអាចកំណត់នៅក្នុងបានទៀតអញ្ចឹងណាហើយទៅសម្រាប់រូបរាងរបស់វាអាចនិយាយបានថាវាស្តៀងជាមួយនឹង iPhone 17ប៉ុន្តែគាត់ថានេះ version Honor និយាយលេងទេអញ្ចឹងបើសិនជាអត់ចង់ចាយលុយខ្ទង់ពាន់អីយើងអាចមើលជាមួយ Honor បានតម្លៃវាចាប់ពី$499ឡើងទៅបងប្អូនរូបរាងរបស់វាមានប៉ុណ្ណឹងបងប្អូនអាចមើលបានការ design របស់វាគឺតាក់ទាញភ្នែកខ្លាំងមែនតើហើយផ្នែកកាមេរ៉ារបស់វាគឺអត់ដូចជំនាន់មុនទេទេគឺគេដាក់បែបហ្នឹងតែម្ដងតាមឲ្យតាន់ trend ហើយសម្រាប់អេក្រង់របស់វាវិញបងប្អូននេះឆ្នាំនេះគឺកាន់តែជាតិមែនតើហើយដោយសារអីកែមរបស់វាគឺគេរុញទៅខាងសឹងតែអស់ហើយបងប្អូនមើលមកគឺសស្ដើងមែនតើកែម visual របស់វាណាខ្មៅហ្នឹងគឺឃើញស្ដើងតែម្ដងអញ្ចឹងវាធ្វើឲ្យការមើលវីដេអូឬក៏ការ play អីផ្សេងមានអារម្មណ៍ថាវាដូចលាតចេញក្រៅមកអស់អញ្ចឹងណាបងប្អូនអាចមើលនៅក្នុងបានគឺវាលាតបានធំហើយសម្រាប់ប្រភេទអេក្រង់នោះគឺជាប្រភេទ AMOLED អាចបង្ហាញតែពណ៌បានដល់ទៅ1000លានពណ៌ refresh rate ដល់ទៅ 120Hz ហើយវាមានជាមួយប្រព័ន្ធការពារភ្នែកក៏ដូចជាគេហៅថាទប់ស្កាត់ទៅលើញាក់នៅលើអេក្រង់ពលឺញាក់អានឹងដល់ទៅ 3840Hz និយាយទៅសម្រាប់ Honor គឺតែងតែដាក់មកខ្ពស់មែនតើហើយមួយទៀតទៅលើការប្រើប្រាស់បើសិនជាយើងប្រើនៅខាងក្រៅមិនច្បាច់បារម្ភទេពលឺជះមកក្រៅដល់ទៅ 8000 nit ខ្ពស់ណាស់បងប្អូន 8000 nit មិនមែនលេងសើចទេណាគឺអញ្ចឹងយើងបានន័យថាមិនបាច់បារម្ភថាយើងទៅប្រើនៅក្រៅទៅយើងងឹតពិបាកពង្រីកភ្នែកមើលអីទេអត់មានទេគឺយើងអាចមើលបានមួយអែមតែម្ដងអញ្ចឹងអានេះគឺត្រួសទេនៅលើប្រភេទអេក្រង់របស់វាហ្នឹងអញ្ចឹងសម្រាប់ការចេញចូលទៅលើកម្មវិធីការអូសទៅលើហៅថាការប្រើប្រាស់ជាមួយនឹង app ផ្សេងគឺវារលូនមែនតើសម្រាប់អេក្រង់ 120Hz របស់វាណាហើយទៅលើកម្លាំងម៉ាស៊ីនរបស់វាឆ្នាំនេះគឺលើសមុនមួយជំនាន់គេប្រើប្រាស់ជាមួយនឹង Snapdragon 7 Gen 4ហើយសម្រាប់ការតេស្តជាមួយនឹង game ក៏ជាកម្មវិធីផ្សេងខ្ញុំបានតេស្តមិនលម្អិតខ្លាំងពេកទេអានេះគាត់ថាទៅតាមអ្វីដែលបានប្រើថ្មីកន្លងមកហ្នឹងណាជាមួយនឹងការលេង game អានេះគឺវាអាចរត់បាន smooth មែនតើអូសចេញចូលក៏ដូចជាកម្លាំងនៃការអូននៅពេលដែលយើងលេងយូរអីក៏វាមិនធ្វើឲ្យតាក់ឬក៏រអាក់រអួលដែរមានន័យថាយើងអាចលេងបាន smooth ទៅលើកម្រិតក៏ដូចជាកម្លាំងម៉ាស៊ីនរបស់វាប៉ុណ្ណឹងហើយសម្រាប់ការប្រើប្រាស់បណ្ដាញសង្គមអានេះគឺ C point ហើយមិនបាច់បារម្ភទេបងប្អូនអានេះគឺខ្ញុំតេស្តផ្ទាល់និយាយបាត់ពិសោធន៍ខ្ញុំផ្ទាល់តែម្ដងបណ្ដាញសង្គមគឺអូសចេញចូលគឺអត់មានថា load ចេញក្រៅធាក់កម្មវិធីចេញក្រៅអីអត់មានទេអានេះគឺយើងអាចប្រើប្រាស់បានមួយអែមតែម្ដងហើយជាមួយនឹងមុខងារ AI ដែលគេបានដាក់បញ្ចូលនៅក្នុងនេះក៏ច្រើនគួរសមដែរហើយបងប្អូនដែលគាត់បានប្រើប្រាស់ជាមួយនឹងជំនាន់មុនគាត់ដឹងហើយ Honor គឺគេយកបញ្ចូលជាមួយនឹងមុខងារ AI មកកាផ្លេតែម្ដងទាំងការ edit រូបភាពទាំងការកែទៅលើរូបភាពរបស់យើងធ្វើម៉េចឲ្យច្បាស់ក៏ដូចជាការពង្រីកពង្រួមឬក៏ការផ្លាស់ប្ដូរ style រូបភាពអីគឺមានចប់នៅក្នុងនឹងតែម្ដងហើយអញ្ចឹងក្នុងកម្រិតតម្លៃ$499នេះគឺគេបានញាត់មកច្រើនណាស់ទៅលើមុខងារដែលយើងអាចប្រើប្រាស់បាននៅក្នុងនឹងអញ្ចឹងទៅហើយសម្រាប់កាមេរ៉ារបស់វាមិនថាជំនាន់មុនក៏ដូចជាជំនាន់នេះគឺ Honor នៅតែរក្សាទៅលើគុណភាពបានល្អដដែលបងប្អូនហើយឆ្នាំនេះក៏កាន់តែពង្រឹងឲ្យកាន់តែខ្លាំងជាងមុនទៀតមិនថាការចាប់ពណ៌ក៏ដូចជាការកែសម្រួលទៅលើប្លង់របស់យើងក៏ដូចជាការថតចិត្តអីចឹងទៅអញ្ចឹងដូចបងប្អូនបានឃើញនៅក្នុងនេះអញ្ចឹងខ្ញុំបានតេស្តជាមួយនឹងការថតប្លង់ចាប់ពីប្លង់ទលាយរហូតដល់ប្លង់គៀកណាប្រើប្រាស់ជាមួយនឹង optical zoom របស់វាអញ្ចឹងកន្លែងណាដែលវាមានពន្លឺយើងមើលនៅក្នុងអេក្រង់គេហៅថាពណ៌ក៏ដូចជាពន្លឺចាំងពេកឆេះពេកនេះពេលយើងថតចេញមកក៏វាធ្វើការជួយកែសម្រួលរូបភាពហ្នឹងឲ្យវាមានសាច់ពន្លឺក៏ដូចជាសាច់រូបភាពរបស់យើងវាស្មើគ្នាងាយស្រួលនៅក្នុងការមើលអញ្ចឹងទៅមើល object ច្បាស់ហើយអញ្ចឹងទៅហើយនៅពេលយើងប្រើប្រាស់ជាមួយនឹង digital zoom ឲ្យកាន់តែគៀកក៏យើងអាចចាប់object ហ្នឹងវាច្បាស់ដែរមិនថាវាមិនច្បាស់ដូច optical zoom ទេប៉ុន្តែក៏យើងអាចមើល object ហ្នឹងដឹងថាជាអីអក្សរអីអញ្ចឹងទៅអញ្ចឹងអានេះគឺជាចំណុចពិសេសមួយដែលគេបានដាក់បញ្ចូលនៅក្នុង Honor 600នឹងឯងហើយមួយទៀតគឺទៅលើការថតប្លង់គៀកឬក៏ហៅថាយើងថតបែប macro អញ្ចឹងទៅ
ប្លង់បែបហ្នឹងគឺ Honor នេះគឺនៅតែរក្សាគេហៅថាគុណភាពដែលថតចេញមកហ្នឹងនៅតែអែមដដែលបងប្អូនខ្ញុំបានសាកជាមួយនឹងការថតបែបហ្នឹងដែរឃើញថាវាចេញមកប្លង់ដែលវាចាប់បានវាធ្វើឲ្យ object នឹង blur ទេគឺវាចាប់បានច្បាស់ហើយដល់ពេលយើងដាក់កាន់តាគៀកក៏វានៅតែធ្វើឲ្យ object ហ្នឹង clear ក៏ដូចជា sharp ល្អដែរអញ្ចឹងអានេះគឺជាអីដែលខ្ញុំបានថតចេញពី Honor 600នឹងបងប្អូនអាចមើលនៅក្នុងបានហើយសម្រាប់ការថតវីដេអូគឺយើងអាចថតបានដល់ 4K 30 frame វាមានជាមួយប្រព័ន្ធជួយទប់លំនឹងដែលអាចជួយទប់នៅពេលយើងថតដើរអញ្ចឹងទៅវាអត់ឲ្យរង្គីអង្គើឬក៏ញ័រអញ្ចឹងទៅអញ្ចឹងអានេះគឺជាអ្វីដែលខ្ញុំបានតេស្តត្រួសនៅលើ Honor 600វាមិនច្រើនពេកទេហើយមួយទៀតទៅលើទំហំថ្មក៏ Honor មិនដែលដាក់មកតិចៗដែរបងប្អូនទំហំថ្មនេះដល់ទៅ 7000 mAh មកជាមួយនឹងល្បឿនសាកដល់ទៅ80 W 80 W បងប្អូនសាកទៅលឿនមែនតើអត់មានមកយឺតអីដូចដើរគេទេ80 W ណាហើយទៅលើការប្រើប្រាស់បើសិនជាយើងប្រើប្រាស់បណ្ដាញសង្គមឬក៏លេងអីធម្មតាមើល YouTube មើល Facebook មើល TikTok អីហ្នឹងគឺយើងអាចលោតដល់2ថ្ងៃក៏មានដែរงั้นបើសិនមើលកិច្ចការងារធម្មតាណាប៉ុន្តែគាត់ថាបើសិនដូចខ្ញុំប្រើជាមួយនឹងការលេងហ្គេមផងខ្ញុំអាចដាក់កាន់ថតផងអីផងកាត់វីដេអូតិចតួចទៀតអាហ្នឹងគឺយើងអាចប្រើមួយថ្ងៃពេញអីបានអញ្ចឹងណាអាហ្នឹងគឺវាអាស្រ័យទៅលើការប្រើប្រាស់របស់យើងដែរបងប្អូនបើសិនជាបងប្អូនមិនសូវប្រើអីណាស់ណាធ្ងន់ទេអាហ្នឹងគឺវាអាចកាន់បានយូរអញ្ចឹងសរុបមកអានេះគឺជាអ្វីដែលខ្ញុំបានតេស្តផ្ទាល់នៅលើ Honor 600តេស្តក្រោយគេទេហើយបងប្អូនអាចមើលបាននៅក្នុងវីដេអូហ្នឹងហើយបងប្អូនអាចទិញពីខ្ញុំទៅក៏បានដែរខ្ញុំមានលក់ជាមួយនឹង Honor 600ហើយសាខានៅកញ្ចេះអញ្ចឹងបើសិនជាបងប្អូនត្រូវការបងប្អូនអាចទម្លាក់នៅក្រោម comment នេះក៏បានឬក៏អាចឆាតសាកសួរនៅក្នុង page ក៏បានដែរបងប្អូនហើយសម្រាប់ហាងគឺនៅក្រុងកញ្ចេះបងប្អូនអាចផ្ញើទៅតាមខេត្តអីក៏បានដែរហើយបើសិនជាបងប្អូននៅកញ្ចេះក៏កាន់តែស្រួលរកទៀតហាងសាខាទី1នៅ Ben Lan សាខាទី2នៅផ្លូវក្រោយរគេទំធើហ្នឹងណាខ្ញុំដាក់ទីតាំងឲ្យមើលងាយស្រួលនៅក្នុងការមើលអញ្ចឹងអរគុណហើយតម្លៃវាចាប់ពី$499ទៅបាយ